ការប្រាថ្នាញាតិញោមមួយចំនួនការប្រាថ្នារបស់ញាតិញោមពេលខ្លះនៅតែមានការជាប់ជំពាក់ហ្នឹងហើយព្រោះថាសម្បត្តិមនុស្សលោកមាន3ញាតិញោមនឹងសម្បត្តិមនុស្សលោករបស់យើងហ្នឹងគឺមាន3ធំទី1សម្បត្តិមនុស្សទី2សម្បត្តិទេវតាទី3សម្បត្តិព្រះនិព្វានញាតិញោមជាពុទ្ធបរិស័ទមួយចំណោមដ៏ច្រើនញាតិហ្នឹងតែងតែប្រាថ្នានៅសម្បត្តិតែ2ហ្នឹងហើយសម្បត្តិមនុស្សហ្នឹងឲ្យកើតមកឲ្យមានធនធានច្រើនឲ្យមានទ្រព្យសម្បត្តិហ្នឹងហើយទ្រព្យសម្បត្តិយសឋានៈទូនាទីហ្នឹងឲ្យច្រើនហ្នឹងហើយភាគច្រើនគឺឲ្យតែទៅមុខព្រះពេលដែលបានធ្វើបុណ្យធ្វើទានហើយតែងតែប្រាថ្នាអញ្ចឹងហ្នឹងហើយអុជធូបនៅមុខព្រះហើយគឺតាំងប្រាថ្នាអូយសូមឲ្យខ្ញុំនឹងរកស៊ីចេះតែមានចេះតែបានកុំឲ្យឈឺកុំឲ្យស្កាត់ហ្នឹងហើយដាក់ចុះដោះឡើងហ្នឹងហើយមានលុយមានមាសមានចាយឲ្យច្រើនអញ្ចឹងវានៅតែជាប់ចំពាក់អញ្ចឹងហ្នឹងអញ្ចឹងបានមនុស្សយើងនៅមានសេចក្តីទុក្ខនឹងច្រើនហ្នឹងហើយមិនដែលមិនសូវមានថាបុគ្គលណាហ្នឹងហើយប្រាថ្នាឲ្យរួចចាកនៅសេចក្តីទុក្ខហ្នឹងទេគឺប្រាថ្នាតែនៅក្នុងសេចក្តីទុក្ខហ្នឹងហើយតែងតែត្អូញថាហេតុអ្វីបានជាខំធ្វើនៅសេចក្តីល្អហើយទុក្ខច្រើនម៉េះហ្នឹងហើយហេតុអ្វីបានជាទុក្ខច្រើនម៉េះខំធ្វើនៅសេចក្តីល្អយ៉ាងច្រើនហើយហ្នឹងហើយតែមិនដឹងថាខ្លួនឯងហ្នឹងកំពុងតែប្រាថ្នាឲ្យជាប់ជំពាក់ជាមួយនឹងសេចក្តីទុក្ខហ្នឹងទៀតទេយើងប្រាថ្នាថាកើតជាតិណាឲ្យបានជួបនឹងព្រះច្បាស់តែនឹងធម៌ឲ្យបានស្ដាប់នឹងនៅពុទ្ធាឱវាទឲ្យរួចចាក់នៅសេចក្តីទុក្ខពោលគឺព្រះនិព្វាននឹងទៅយើងប្រាថ្នាអញ្ចឹងទៅណានឹងយើងប្រាថ្នាឲ្យរួចចាក់នៅសេចក្តីទុក្ខនឹងឲ្យបានសម្រេចនៅព្រះអរហត្តផលមួយអង្គទៅនឹងមួយអ្នកទៅបានសម្រេចនៅធម៌ជាន់ខ្ពស់អញ្ចឹងទៅអាហ្នឹងជាសេចក្តីប្រាថ្នាដែលនាំឲ្យរួចចាក់នៅសេចក្តីទុក្ខហ្នឹងហើយបើត្រឹមតែប្រាថ្នាជាកើតជាមនុស្សប្រាថ្នាកើតជាទេវតាហ្នឹងគឺនៅតែមានសេចក្តីទុក្ខអញ្ចឹងញាតិញោមហ្នឹងព្រោះថាសេចក្តីប្រទុកសេចក្តីទុក្ខហ្នឹងកើតចេញមកពីសេចក្តីប្រាថ្នាហ្នឹងច្រើនតែមកហ្នឹងហើយមិនបានដូចបំណងហ្នឹងក៏ជាទុក្ខហ្នឹងហើយណាដោយសារសេចក្តីប្រាថ្នាហ្នឹងតាហើយបើមិនចង់ឲ្យមានសេចក្តីទុក្ខហើយមួយប្រាថ្នាថាសូមឲ្យរកស៊ីមានបានតែជាតែជុំកើតជាតិណាសូមឲ្យមានបានអ្នកមានហ្នឹងក៏ទុក្ខដែរញាតិញោមមិនមែនអ្នកមានហ្នឹងមានហើយមានសេចក្តីសុខឯណាញាតិញោមនៅតែមានទុក្ខចឹងទុក្ខអីខ្លះហ្នឹងហើយទុក្ខនៅក្នុងបញ្ញខណ្ឌទាំង5មានរូបវេទនាសញ្ញាសង្ខារវិញ្ញាណហ្នឹងឲ្យតែមានរូបមនុស្សទាំងឡាយតែងតែមានទុក្ខហ្នឹងហើយទុក្ខព្រោះជំងឺហ្នឹងហើយទុក្ខព្រោះព្រាត់ប្រាសហ្នឹងហើយទុក្ខព្រោះមិនមានទ្រព្យសម្បត្តិទុក្ខព្រោះអត់មានអីហូបអត់មានអីសុទ្ធតែជាទុក្ខដោយសារអីដោយសារយើងប្រាថ្នាមកកើតជាមនុស្សអញ្ចឹងហ្នឹងហើយយើងធ្វើបន់មួយប្រាថ្នាឲ្យរួចនៅសេចក្តីទុក្ខហ្នឹងដល់តែប្រាថ្នាជាបានសម្រេចជាព្រះអរហន្តទៅនិព្វានអស់ទៅមនុស្សឡើងទុក្ខហ្នឹងបើនៅតែប្រាថ្នារឿងទាំងអស់ហ្នឹងទៀតវានៅតែទុក្ខអញ្ចឹងសេចក្តីប្រាថ្នាវាអញ្ចឹងយើងមើលគំរូរបស់អសីតិមហាសាវកទាំង80ព្រះអង្គគឺមិនដែលមានអសីតិមហាសាវកឯណាដែលជាអ្នកប្រាថ្នាឲ្យកើតមកជាមនុស្សឲ្យកើតមកជាទេវតាទេនឹងសំបីតែជាព្រហ្មដែលជាអ្នកមានអាយុវែងផងក៏នឹងហើយសាវករបស់ព្រះសម្មាសម្ពុទ្ធនឹងមិនដែលប្រាថ្នាផងហ្នឹងហើយលោកតែងតែប្រាថ្នាថាចង់បានជាអគ្គសាវកនេះអគ្គសាវកនោះឲ្យបានសម្រេចជាព្រះអរហន្តហ្នឹងហើយនេះសេចក្តីប្រាថ្នារបស់លោកឲ្យតែលោកបានសម្រេចនៅព្រះអរហន្តហើយសម្រេចនៅធម៌ជាន់ខ្ពស់ហើយឡើងបានជួបនៅសេចក្តីទុក្ខនឹងទាំងអស់នឹងទៀតហ្នឹងហើយឡើងយំឡើងព្រាត់ប្រាសឡើងពិបាកក្នុងការរស់នៅរកស៊ីឡើងលំបាកក្នុងការឈឺស្កាត់ជំងឺមកបៀតបៀនអីឡើងលំបាកគឺព្រះនិព្វានជាបរមសុខជាទីកន្លែងនៃសុខជាទីកន្លែងនៃរំលត់នៅសេចក្តីទុក្ខហ្នឹងហើយអញ្ចឹងសេចក្តីប្រាថ្នាខ្លះហ្នឹង
កុំចេះតែប្រាថ្នាឲ្យមកទៅជាមនុស្សនឹងពេកហ្នឹងហើយបើកើតមកជាមនុស្សហើយវាមានសេចក្តីទុក្ខអញ្ចឹងហ្នឹងហើយឲ្យតែកើតមកជាមនុស្សដឹងតែមានសេចក្តីទុក្ខហ្នឹងហើយមិនថាញាតិញោមមិនថានឹងប្រសង់ទេក៏ទុក្ខដូចតែគ្នាហ្នឹងញាតិញោមទុក្ខបែបញាតិញោមទៅប្រសង់ទុក្ខបែបប្រសង់ទៅហ្នឹងហើយមកបឋិជនរបស់យើងណាมันមានសេចក្តីទុក្ខទើបចម្លែកហ្នឹងហើយមានសេចក្តីទុក្ខមានសេចក្តីខ្វល់ខ្វាយហ្នឹងគឺដូចតែគ្នាទេហ្នឹងហើយ